ថ្នាក់ដឹកនាំខេត្តកោះកុងបានអញ្ជើញទទួលស្វាគមន៍ប្រតិភូក្រសួងទេសចរចុះមកពិនិត្យទីតាំងឆ្នេរត្រៀមរៀបចំកម្មវិធីព្រឹត្តិការណ៍កម្សាន្តនាឱកាសបុណ្យសមុទ្រខេត្តកោះកុងឆ្នាំ2025នេះលោកអនសុធិរិទ្ធអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងតំណាងលោកជំទាវអភិបាលខេត្តកោះកុងរសៀលថ្ងៃទី29ខែមេសាឆ្នាំ2025បានអញ្ជើញទទួលស្វាគមន៍ប្រតិភូក្រសួងទេសចរចុះមកពិនិត្យទីតាំងឆ្នេរពីកន្លែងក្នុងស្រុកគិរីសាគរគឺឆ្នេរពេជ្រតារាសាគរនិងឆ្នេរ88ត្រៀមរៀបចំបង្កើតកម្មវិធីកម្សាន្តនិង event ក្នុងឱកាសបុណ្យសមុទ្រលើកទី12ឆ្នាំ2025នៅខេត្តកោះកុងខាងមុខបន្ទាប់ពីពិនិត្យទីតាំងស្ថានភាពឆ្នេរទាំងពីរទីតាំងនេះរួចមកថ្នាក់ដឹកនាំពិនិត្យឃើញថាឆ្នេរទាំងពីរនេះគឺឆ្នេរពេជ្រតារាសាគរនិងឆ្នេរ88មានទេសភាពសោភ័ណភាពល្អស្អាតធំទូលាយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់មានផ្លូវធ្វើដំណើរទៅមកស្រួលនិងពិសេសមានស្ថានភាពអាកាសធាតុល្អងាយស្រួលក្នុងការបង្កើតកម្មវិធីកម្សាន្តសប្បាយបង្កើតព្រឹត្តិការណ៍ event និងអាចបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាមួយចំនួនបានយ៉ាងល្អប្រសើរ